នៅច្រកផ្លូវចូលផ្ទះខ្ញុំមានពូមកក្បាលរស់នៅនឹងពូនឹង slow អត់មានពឹសហើយអត់ចេះខាំទៀតខ្ញុំជាមួយពូជាធម្មតាអត់ដែរញ៉ៃជាមួយគ្នាទេតែថ្ងៃហ្នឹងដឹងកើតស្អីវាជិតពេលខ្ញុំឈរភ្លេចខ្លួនវាឡើងលើស្មាខ្ញុំរុំជាប់កន្លោះមិនក៏ព្រមទៅអាពេលហ្នឹងខ្ញុំគៀកម៉ោងទៅធ្វើការខ្លាចយឺតម៉ោងគេកាត់លុយដឹងធ្វើម៉េចមានតែយកពូទៅធ្វើការជាមួយហ្មងទៅខ្លាចពូផ្អើលគេក៏ទៅយកអាវយឺតពាក់ពីលើបាំងឲ្យចិត្តកំពុងតែប្រញាប់ម៉ោងហើយហៅតាក់ស៊ីជិះឲ្យបានទៀតខ្ញុំក៏ទៅបច្ចេកជិះឡានក្រុងថ្ងៃហ្នឹងឡានក្រុងមនុស្សជិះច្រើនមានម្នាក់ឈរក្រោយខ្ញុំមានធំបកាយបច្ចេកប្រឹងបជាខ្ញុំតាំងពីទ្វារឡានមុខដល់ទ្វារឡានក្រោយដល់ពេលឡានជាន់5មិនទាន់ងក់ម្នាក់ហ្នឹងប្រឡំធ្វើច្រានខ្ញុំឲ្យដួលពេលច្រានហ្នឹងដៃខ្ញុំចាប់ប្រកាន់ដៃអត់ទាន់នៅតែបន្តិចទៀតដួលប៉ះចំស្រីស្អាតនៅក្បែរហ្នឹងស្រាប់តែពោះក្នុងដៃអាវខ្ញុំហ្នឹងវាចេញមកក្រៅទៅតោងលើប្រកាន់ដៃឡានក្រុងហើយជួយយកខ្ញុំជាប់អត់ឲ្យដួលវិញសលេងអ៊ូអរក្នុងឡានស្រាប់តែត្រូវបានស្ងាត់មករំពេចគ្រប់គ្នានាំគ្នាថយឆ្ងាយពីខ្ញុំចុងក្រោយខ្ញុំត្រូវបខំចិត្តចុះពីឡានមុនដល់ចំណតតែហេងដែរចុះអត់ឆ្ងាយហ្មងពីក្រុមហ៊ុននេះខ្ញុំប្រញាប់ដើរតាមផ្លូវលំតូចពេលដើរតាមផ្លូវស្រាប់តែលេចមុខចោលប្លន់មួយក្រុមបើតាមមើលខ្ញុំប្រហែលជាអតិជនទី1របស់ពួកវាពួកនឹងវិស័យថាចាប់ផ្ដើមការងារពួកយើងខ្ញុំឃើញចោលក៏គិតក្នុងចិត្តអត់ដឹងស្មានថាចោលលើស៊ូដល់ថ្នាក់ហ្នឹងធ្វើការងើពីព្រលឹមជាងឯងទៀតជាក់ឡើយខ្ញុំបោះចោលឯកសារក្រុមហ៊ុនហើយចង់រត់ចេញតែពួកចោលហ្នឹងគ្មានតួកាខ្ញុំបានរត់រួចទេហក់មករវែប្រុងដាក់ខ្ញុំមកជើខ្ញុំភ័យខ្លាំងខំកិច្ចខ្លួនផ្អែកទៅក្រោយតបមកក៏ចោលផ្សេងទៀតចូលមកលួចឆ្មក់ខ្ញុំលះខ្លួនថយក្រោយមកជាហ៊ានក្រោយមកក៏ពួកចៅប្រហែលជាស្មារដល់ថាខ្ញុំយកពូវាយបកអញ្ចឹងខ្ញុំខ្លួនឯងក៏ស្មារដល់ដែរពួកនឹងការពារខ្លួនអត់ទាន់ដួលព្រីមិនទាន់ដល់ដង្ហើមបាត់ភ័យស្រួលបួលផងហើយខ្នងលេចចេញមកមានកាន់អាវុធ2 3នាក់ថែមទៀតមកពួកនឹងកាយដល់ស្ដាយមករកខ្ញុំមើលទៅដូចអត់ស្រួលប្រញាប់ដាក់បេកក្រោយចៅឃើញខ្ញុំរត់នាំគ្នារត់ដេញតាមដែរខ្ញុំគិតនឹងចិត្តថាបើធៀបការរត់ដឹងតែពួកចៅរត់អត់ទាន់ខ្ញុំទេតែដល់ពេលខ្ញុំងាកក្រោយមើលពួកចៅលោជីកង់វិញតែខ្ញុំអាសារត់ហាត់ប្រាណមែនតែបើរត់យូរអញ្ចឹងប្រកាសជារត់អត់ឈ្នះកង់ទេខ្ញុំព្យាយាមរត់ចោលក្លុកក្លៀតបកចោលបកឡើងរវល់តែរត់អត់បានមើលមុខក៏ស្រាប់តែបុកចំជ្រូកមកក្បាលរត់កាត់ពីមុខនិយាយត្រង់ទៅខ្ញុំរត់បាញ់ឡានចោលចិត្តបានសម្រេចហើយតែត្រូវឈប់ដឹកថយមកវិញពួកចោលឃើញអញ្ចឹងសប្បាយអរនាំគ្នាលើអាវុធជីសបដៅមករកខ្ញុំឃើញអាវុធចោលមកកាន់តែគៀកហែឈប់វិញបោតឈប់លើកនឹងចប់ហើយខ្ញុំលើកដៃរងអាវុធចោលស្រាប់តែទីមួយបានឆ្លងកាត់ឆាក់ឈុតដល់ប្រហោងពុះមិញខ្ញុំប្រញាប់ផ្ទះគូតឈប់ឲ្យបោទៅមុខឲ្យលឿនខ្លាចចោលតាមតាន់តែឈប់ប្រហែលគិតថាឆាក់ឈុតមិញអែមចង់សាកម្ដងទៀតស្រាប់តែបកក្បាលទៅវិញរត់កាត់ចោលដូចមិញទៀតប៉ូលីសពេលមកដល់កន្លែងកើតហេតុឃើញតាមផ្លូវមនុស្សដួលប្រងព្រាតហើយប៉ូលីសទទួលបានដំណឹងពីការរៀបរាប់របស់ចោលថាពួកគេនឹងត្រូវបានមនុស្សពីងពីងវាយប្រហារតែពេលប៉ូលីសរកមនុស្សពីងពីងអត់មានពីណាដឹងហើយក៏អត់មានអ្នករកឃើញដែរពួកនឹងរកមិនឃើញព្រោះឥឡូវនេះខ្ញុំដូរពាក់ឈុតធ្វើការបារីហ្នឹងហើយពងឈរនៅជ្រុងម្ខាងនៃអូហ្វីសស្ដាប់មេទេសនាទីឯក្រៅខ្នងមេមានពូមួយក្បាលកំពុងសម្លឹងទៅកាន់គូតមេដែលស្ងៀមស្ងាត់អត់កម្រើក